បងប្អូននេះគឺទស្សនវិជ្ជានៃការកាត់តបដូរត្រួយនៅក្នុងចំការស្វាយដែលផ្លែវាអត់ត្រូវប៉ាន់ហើយកាត់ចោលទាំងអស់តមេឃពូជស្វាយថ្មីដូចជាប៉មអូស្ត្រាលីដូចជាតៃវ៉ាន់អាយវិនអីចឹងទៅមួយឆ្នាំក្រោយមកវាក៏បានផ្លែឡើងវិញចឹងការអនុវត្តបច្ចេកទេសក្នុងការកាត់តបដូរត្រួយនេះមានប្រយោជន៍ចឹងវាបត់បែនតាមទីផ្សារតម្រូវការស្វាយយើងអត់ធ្វើឲ្យយើងនឹងចោលថាអូកៅល្មៀតថោកនាំគ្នាយកទៅចាក់ចោលអីគឺវាអត់ត្រូវធ្វើចឹងទេយើងគ្រាន់តែកាត់ដើមវាចោលហើយយើងយកពូជដែលជាត្រួយស្វាយល្អនេះមកតជំនួសវាប្រើពេលតែមួយឆ្នាំវាក៏បានផ្លែស្វាយពេញចំការតម្រូវតាមទីផ្សារឡើងវិញហើយសម្រាប់វិធីកាត់តហ្នឹងគឺខ្ញុំបានបញ្យល់ច្រើនហើយឆ្ងល់អាចសួរឡើងវិញបានបងប្អូនត្រូវការជីកប៉ុស្តិ៍ដីដាំសាប៊ូក្រូចសើចនិងសម្ភារៈកសិកម្មផ្សេងៗទៀតក៏អាចកម្មង់តាម Telegram 077 63299